ប្រាការមុខងារ AI ទិញទំនិញកំពុងកើនឡើងខណៈ Black Friday អាមេរិករកចំណូលបានដល់ជិត$12,000 លានបរទេសការបញ្ជាទិញទំនិញដែលដំណើរការដោយបញ្ញាសិប្បនិម្មិត AI បានជួយជំរុញការកើនឡើងនៃការចំណាយលើអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិកនៅថ្ងៃ Black Friday ខណៈដែលអ្នកទិញទំនិញបានមើលរំលងហាងដែលមានមនុស្សច្រើនហើយបានងាកទៅរក chatbots ដើម្បីប្រៀបធៀបតម្លៃនិងធានាបាននូវការបញ្ចុះតម្លៃចំពេលមានការព្រួយបារម្ភអំពីការដំឡើងថ្លៃដែលជំរុញដោយកត្តាធម្មតានេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី1 ខែធ្នូឆ្នាំ2025អ្នកទិញទំនិញអាមេរិកបានចំណាយប្រាក់សរុបចំនួន$11.83 លានតាមអ៊ីនធឺណិតកើនឡើង 19.1% បើប្រៀបធៀបទៅឆ្នាំ2024នេះបើយោងតាម Adobe Analytics ប្រាក់ចំណាយតាមអនឡាញកើនឡើងយ៉ាងខ្លាំងខណៈពេលដែលការទិញទំនិញក្នុងហាងគ្រាន់តែមានការកើនឡើងប្រហែល 1.7% ប៉ុណ្ណោះនេះបើយោងតាមរយៈរបាយការណ៍ Mastercard Spending Pulse រាយការណ៍បង្ហាញថាចរាចរណ៍អនឡាញមកពីឧបករណ៍ដែលមានសមត្ថភាព AI កើនឡើងដល់ 805% ប្រៀបធៀបនឹងឆ្នាំមុនអ្នកវិភាគឧស្សាហកម្មបានបញ្ជាក់ថាការចូលមករបស់ AI បានធ្វើឲ្យដំណើរទិញទំនិញកាន់តែងាយស្រួលពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចតានតឹងដែលរួមមានតម្លៃថ្លៃឡើងវិបត្តិការងារនិងការខ្វះជំនឿរបស់អ្នកប្រើប្រាស់ក្នុងចំណោមទំនិញកំពូលដែលលក់ដាច់ក្នុងថ្ងៃ Black Friday មាន Product ក្មេង Lego ឧបករណ៍ Game Nintendo Switch និង PlayStation 5 ផលិតផលអេឡិចត្រូនិក Apple AirPods និងឧបករណ៍ផ្ទះបាយ KitchenAid អ្នកជំនាញសេដ្ឋកិច្ចបានរាយការណ៍ថានៅពេលដែលតម្លៃគ្រឿងទំនិញកើនឡើងនិងកម្លាំងទិញរបស់ប្រជាជនថយចុះអ្នកទិញអាចរើយក AI ដើម្បីជួយនៅការសន្សំប្រាក់សម្រាប់អ្នកលក់ការបញ្ចុះ AI ទៅក្នុងប្រព័ន្ធលក់រួមមាន Chatbot សេវាកម្មអតិថិជនការណែនាំទំនិញឆ្លាតវៃនិងការទូទាត់លឿនទាំងនេះជួយបំលែងអ្នកមើលឲ្យក្លាយជាអ្នកទិញពិតប្រាកដអនាគត AI នឹងបន្តក្លាយជាមូលដ្ឋានរបស់ការទិញទំនិញអ្នកជំនាញវិភាគរំពឹងថា AI នឹងបន្តក្លាយជាឧបករណ៍ចម្បាំងក្នុងរដូវទិញទំនិញបន្តបន្ទាប់ព្រោះភាពងាយស្រួលនិងសមត្ថភាពរកអត្ថប្រយោជន៍រហ័សរបស់វា